ជំរាបសួរអ្នកទាំងគ្នាសូមស្វាគមន៍មកកាន់ហាង101 Soundscape ខាងមុខខ្ញុំនេះគឺជា sound card មួយប្រភេទដែលជា brand របស់ Focusrite ហើយ model របស់វាគឺ Scarlett 2 i2 ចំនួនទី4នេះគឺជាប្រភេទ sound card មួយដែលទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកប្រើប្រាស់ជុំវិញពិភពលោកហើយគិតមកត្រឹមឆ្នាំ2026នេះ sound card នេះមានអាយុប្រហែលជា41ឆ្នាំបាទអញ្ចឹងគេទើបតែប្រារព្ធពិធី40 anniversary របស់ក្រុមហ៊ុន Focusrite នេះអូខេអញ្ចឹងយើងនឹងចូលទៅដល់មើលរូបរាងរបស់ sound card នេះអញ្ចឹង sound card នេះមាន3ពណ៌ពណ៌ទី1គឺក្រហមរំលេចដោយពណ៌ខ្មៅហើយនឹងលាយពណ៌សអូខេអញ្ចឹងតួខ្លួនរបស់ sound card Scarlett គឺក្រហមហើយនឹងខ្មៅអញ្ចឹងប្រភេទតាន់អូខេគឺតាន់មែនទែនហើយទម្ងន់របស់ sound card នេះក៏ធ្ងន់ដែរហើយពណ៌ដែលយើងចាំជាងគេគឺក្រហមហើយខ្មៅគាត់តែឃើញពណ៌មកដឹងថាអូជា sound card Scarlett អូខេអញ្ចឹងនៅខាងមុខរបស់ sound card នេះមានបែងចែកជាប្រភេទ input ហើយនិង output អូខេនេះលេខ1លេខ2ខាងឆ្វេងនេះគឺប្រភេទគេហៅថា gain knob អញ្ចឹងគឺជាប់ទេហើយកន្លែងនេះជាប់ហើយ unless knob មានន័យថាយើងមូលមិនក៏អត់ដល់មានថ្មិញកៀងដែរគឺយើងមូលរហូតគឺនឹង unless knob មូលមិនក៏បានដែរទៅមុខរហូតអូខេអត់មានមុខមានក្រោយទេអញ្ចឹងមាន1មាន2ដែលរុនទូចនេះប្រហោងរុននេះគឺសម្រាប់ឲ្យអ្នកប្រើប្រាស់គាត់ដោតខ្សែ audio ប្រភេទ6លី stereo ក៏បាន mono ក៏បានហើយប៊ូតុងធំនេះ knob ធំនេះគឺជា knob stereo LR ចេញទៅ speaker monitor speaker ហើយនេះគឺជា knob សម្រាប់រុនកាសដែលឲ្យយើងអ្នកប្រើប្រាស់ដោតកាសចូលស្ដាប់ពេល recording ឬក៏ mixing mastering ដូចគ្នាអូខេអញ្ចឹងចំពោះគុណប្រយោជន៍របស់ sound card នេះអ្នកនរគ្នាអាចយកទៅធ្វើ produce ភ្លេងក៏បាន mixing master ក៏បានហើយតម្លៃរបស់ sound card នេះក៏សមរម្យដែរបច្ចុប្បន្នទីផ្សារគឺតម្លៃនៅ200ជាងបន្តិចបន្តួចអូខេអញ្ចឹងយើងមើលខាងមុខនេះមានកន្លែងប៊ូតុង select នេះគឺប៊ូតុង select ពេលខ្ញុំចុច select អញ្ចឹងអ្នកនឹងឃើញលេខនេះ1 2នេះគឺសំដៅទៅលើយើងរើស input ពេលដែលយើង recording យើងរើសកម្មវិធី play អញ្ចឹងយើងរើស channel មួយណាដែលយើងចង់ record 1 2អូខេអញ្ចឹងនេះគឺ 48V ពេលដែលយើងថតជាមួយនឹង microphone condenser យើងត្រូវការចុចបើក 48V អញ្ចឹង INST គឺប្រភេទinstrument មិញខ្សែ instrument មិញអញ្ចឹងយើងដោតទៅយើងបញ្ជាក់ថាអូខេយើងកំពុងប្រើប្រភេទ instrument ហើយមួយទៀតអានេះ air របស់វាយើងបើក air សម្រាប់ recording air ហើយនឹង recording microphone អញ្ចឹងខ្ញុំនឹងមើលលម្អិតនៅក្នុង software របស់វាអញ្ចឹង sound card មួយនេះគឺមាន software នេះយើងមាន save gain របស់microphone ពេលយើង recording តែបើសិនយើង control នៅក្នុង software របស់ Scarlett នេះគឺស្រួលតិចខ្ញុំនឹងបង្ហាញហើយខាងនេះគឺជាប៊ូតុងសម្រាប់បើក monitor អញ្ចឹងពេលដែលយើងដោតហ្គីតាលេងទៅយើងមិនបាច់ចូលទៅក្នុងកម្មវិធីភ្លេងទេវាបញ្ចេញសលេងពេលយើងលេងទៅយើងបើក gain ទៅវាឮចេញមកបានហើយអូខេហ្នឹងគឺជាប៊ូតុងសម្រាប់បើក monitor អូខេយើងមើលនៅខាងក្រោយរបស់ sound card នេះវិញអញ្ចឹង sound card នេះគឺខាងក្រោយគឺប្រើប្រភេទ HLR ញីដែលមានលេខ1លេខ2នេះគឺជា input នេះគឺយើងប្រើក្បាលធំនេះសម្រាប់ HLR ឈ្មោលយើងដោតចូលទៅក្នុងរុនខាងក្រោយ1 2នេះគឺជារុន output ដែលគេតាំងដោយ LR L ខាងឆ្វេង R ខាងស្ដាំអញ្ចឹងពេលដែលយើងធ្វើភ្លេងយើងត្រូវការ pan ឆ្វេង pan ស្ដាំដើម្បីចេញអញ្ចឹងប្រើក្បាល6លីដូចគ្នាហើយនៅខាងនេះប្រើ USB Type C ហើយនឹងប្រើ 5V DC ដែរបើសិនយើងមានខ្សែមួយទៀតយើងដោតជំនួយភ្លើងឲ្យ sound card នេះមានកម្លាំងកាន់តែខ្លាំងឡើងអូខេអញ្ចឹងយើងខាងមុខនេះយើងអស់ហើយ complete នៅគ្នា sound card នេះគឺត្រូវការដំឡើង driver ហើយវាមាន control center មួយទៀតដើម្បីជួយសម្រួលការងារអ្នកគ្នាអញ្ចឹងនេះគឺជា control របស់ sound card នេះមាន2ផ្នែក input ហើយនិង output អូខេអញ្ចឹង input នេះមានប្រភេទ analog 1 analog 2អូខេអញ្ចឹងតេតើជាមួយនឹងចំនួនទី4ឡើងគេបានប្រើមុខងារ auto gain នេះអញ្ចឹងនៅពេលដែលយើងចុច auto gain នេះវាកំពុងតែវាស់នៅកម្រិត gain មួយណាដែលសមល្មមនៅពេលដែលយើងថតសំឡេង